មានទម្ងន់ល្អនិងអាចលក់បានលឿន 3. កាត់បន្ថយការចំណាយលើចំណីប្រសិនបើអ្នកមានបាយចាញ់ពីគ្រួសារឬអាចរកបានដោយឥតគិតថ្លៃវាអាចជួយបន្តបន្ទាប់ការចំណាយលើចំណីមិនស្រែឬចំណីសម្រាប់មឿនផ្សេងទៀត 4. ជួយបង្កើនការញ៉ាំអាហារមិនមួយចំនួនពិបាកញ៉ាំចំណីស្ងួតបាយស្រស់ដែលមានរសជាតិអាចជួយបង្កើនការពេញចិត្តនៃមឿន 5. បង្រួមកាកសំណល់ការប្រើប្រាស់បាយចាញ់ជាចំណីមឿនជួយកាត់បន្ថយកាកសំណល់ម្ហូបក្នុងគ្រួសារ 6. ជួយឲ្យប្រព័ន្ធរំលាយចំណីអាហារធម្មជាតិកាន់តែប្រសើរបាយអាចលាយជាមួយធម្មជាតិដូចជាស្លឹកពេញប៉ោះស្មៅសបាយឬចេកពុះបានយ៉ាងងាយស្រួលដែលជួយសម្រួលការចិញ្ចឹមដោយប្រើធនធានក្នុងស្រុក 7. ជួយបង្កើនជាតិជ្រូកមឿនមានន័យថា fat ប្រសិនបើអ្នកចង់ឲ្យមឿនមានសាច់ផុយឬជាតិខ្លាញ់ខ្លះសម្រាប់រសជាតិអាហារដែលសម្បូរកាបូអ៊ីដ្រាតដូចជាបាយអាចជួយបាន 8. បង្រៀនស្បូនមឿនឲ្យស្គាល់ចំណីថ្មីមឿនដែលតូចឬកូនមឿនអាចចាប់ផ្ដើមរៀនញ៉ាំអាហារបានឆាប់ប្រសិនបើចាប់ផ្ដើមដោយអាហារដែលទន់និងមានរសជាតិឆ្ងាញ់ដូចជាបាយលាយ 9. ជួយប្រើប្រាស់ធនធានក្នុងស្រុកប្រសិនបើអ្នកចិញ្ចឹមមឿននៅតាមភូមិឃុំបាយជាធនធានងាយរកនិងមានស្រាប់ក្នុងគ្រួសារគ្មានការចំណាយបន្ថែម 10. ជួយកាត់បន្ថយ